សូមជម្រាបសួរក៏ដូចជាសួស្តីដល់សិស្សានុសិស្សទាំងអស់ដែលកំពុងសិក្សានៅថ្នាក់ទី12នៅតាមវិទ្យាល័យនានាទាំងក្នុងទីក្រុងភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តខ្ញុំបាទឈ្មោះលីសវណ្ណរៈជាអតីតសិស្សនិទេស A ឆ្នាំសិក្សា2025-2026នៅសាលារៀន Millennium ដោយសារតែការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងខិតចូលមកដល់នៅខែសីហាខាងមុខនេះដូច្នេះសិស្សានុសិស្សប្រកាសជាកំពុងខិតខំប្រឹងប្រែងហើយក៏មានសិស្សានុសិស្សមួយចំនួនកំពុងមានអារម្មណ៍ភ័យព្រួយផងដែរដូច្នេះហើយនៅក្នុងថ្ងៃនេះខ្ញុំសូមចែករំលែកនៅបទពិសោធន៍មួយចំនួនដែលខ្ញុំបានធ្វើទាំងមុនពេលប្រឡងនិងកំឡុងពេលប្រឡងដើម្បីឲ្យប្រឡងទទួលបានលទ្ធផលល្អចាប់ផ្ដើមដំបូងខ្ញុំចង់ចែករំលែកអំពីការមើលមេរៀនមុនពេលប្រឡងទី1គឺមុខវិជ្ជាដែលមានលំហាត់ច្រើនដូចជាគណិតរូបគីមីយើងគួរតែធ្វើលំហាត់ឲ្យបានជាប្រចាំនៅតាមមេរៀនមួយជាពិសេសលំហាត់នៅក្នុងភៅពុម្ពហើយយើងមិនគួរមើលរំលងលំហាត់ដែលតូចៗទេដោយសារពេលខ្លះវាជាកត្តាសំខាន់មួយដែលធ្វើឲ្យយើងភ្លេចភ្លាំងចំពោះមុខវិជ្ជាប្រវត្តិហើយនិងជីវៈវិញដោយសារមេរៀនវាច្រើនអញ្ចឹងនៅពេលរៀនចប់មេរៀនមួយយើងគួរតែរំលឹកឡើងវិញឲ្យបានច្រើនដងទៅហើយនៅពេលដែលយើងរៀនចប់មេរៀនអស់យើងគួរតែរំលឹកពីដើមដល់ចប់ផងដែរកុំទុករយៈពេលខ្លីពេកដើម្បីមើលអាចនឹងមើលអត់ទាន់ចំពោះជីវៈវាមានលំហាត់ខ្លះដែរជាងយើងគួរតែធ្វើវាបានច្រើនដូចគ្នាចុងក្រោយគឺមុខវិជ្ជាភាសាខ្មែរអ្វីដែលយើងត្រូវផ្ដោតលើគឺស្នាដៃអក្សរសិល្ប៍ទាំងព្រាហ្មណ៍និយមទាំងពុទ្ធនិយមនិងខេមរនិយមយើងត្រូវរៀនរឿងឲ្យបានចេះច្រើនហើយអ្វីដែលសំខាន់ជាងគេគឺកម្រងតែងសេចក្តីយើងត្រូវដឹងថាមានចុះបន្ទាត់កន្លែងណាខ្លះចុះបន្ទាត់ប្រមាណដងទាំងគ្រប់3ប្រភេទនៃតែងសេចក្តីទាំងប្រៀបធៀបវិភាសានិងពន្យល់ចំណុចទី2គឺយើងនិយាយពីការរៀបចំខ្លួនទៅប្រឡងមុនពេលទៅប្រឡងទាំងអស់ឲ្យត្រូវច្បាស់ថាបានដាក់ការទៅដោយសារបើមិនអត់ការទេគឺគេអត់ឲ្យចូលប្រឡងទេហើយចំពោះប្រដាប់ប្រដាដូចជាបិចបន្ទាត់យើងត្រូវមានឲ្យគ្រប់គ្រាន់ព្រមគ្រប់គ្រាន់ដោយសារកុំឲ្យពិបាកត្រូវដោអញ្ចឹងគឺក៏ខ្ចីគេហើយអ្វីដែលសំខាន់ដូចនេះដែរគឺឆ្នាំសង្គ្រោះខ្លះហើយជាឆ្នាំឈឺក្បាលនិងឆ្នាំឈឺកាពះជាដើមនៅពេលដែលដល់បន្ទប់ប្រឡងពេលបានវិញ្ញាសាមកអ្វីយើងត្រូវធ្វើមុនគេគឺដាក់ឈ្មោះលេខតុបនិងមណ្ឌលប្រឡងឲ្យបានត្រឹមត្រូវបន្ទាប់មកយើងអានវិញ្ញាសាពីដើមដល់ចប់ឲ្យបានម្ដងឬពីរដងធ្វើសំណួរណាដែលយើងចេះមុនកុំខ្វល់ថាបន្ទុកតិចឬច្រើនជាសំណួរវែងឬសំណួរខ្លីសំខាន់យើងបង់លេខឲ្យទៅតាមលំដាប់ហើយសរសេរអក្សរគឺសរសេរឲ្យបានស្អាតនិងមានលំដាប់ធ្នាប់នៅពេលដែលសរសេរខុសគ្រាន់តែឆូតមកបន្តត្រង់បានហើយបើសិនជាយើងធ្វើឲ្យមុនម៉ោងកុំភ្លេចដាក់បោះឆែកខុសអញ្ចឹងការចែករំលែកបទពិសោធន៍របស់ខ្ញុំគឺមានតែប៉ុណ្្នឹងជាចុងក្រោយសូមអរគុណក៏ដូចជាជូនពរបងប្អូនសិស្សទាំងអស់ឲ្យប្រឡងជាប់និងទទួលបានលទ្ធផលល្អទាំងអស់គ្នា